ត្រៀមចូលរៀនសកលហើយចង់ពង្រឹងផ្នែក coding មែនវគ្គសិក្សានេះគឺបង្កើតឡើងសម្រាប់សិស្សានុសិស្សនិងសិស្សនិស្សិតដែលចង់ពង្រឹងបន្ថែមផ្នែក coding ជាពិសេសគឺសិស្សត្រៀមចូលរៀនសកលសិក្សាវគ្គអនឡាញថ្មីជាមួយនឹងជំនុំតិចតាមរយៈ Google Meet ចឹងវគ្គសិក្សានេះគឺយើងផ្ដល់អាហារូបករណ៍ 100% ពេញហ្មងទៅលើផ្នែក Python ដែលមានកំណត់ដល់អ្នកទាំងអស់គ្នាអញ្ចឹងកុំភ្លេចរុះរាន់ដាក់ពាក្យឲ្យលឿនឡើងតោះឥឡូវយើងមកដឹងថាតើវគ្គសិក្សាមួយនេះយើងរៀនអីគេខ្លះអញ្ចឹងនៅក្នុងវគ្គសិក្សានេះគឺយើងផ្ដោតសំខាន់ទៅលើអ្នកដែលចង់ពង្រឹងបន្ថែមផ្នែក coding ហ្មងអញ្ចឹងគឺយើងរៀនដំបូងហ្មងគឺ Python basic ហ្នឹងហើយដែលយើងចាំបាច់ត្រូវតែរៀនបំផុតមុនពេលដែលយើងទៅរៀនដល់ជ្រៅទៀតយើងត្រូវប្រកបហើយយើងនឹងចេះទៅលើ basic ហ្នឹងសិនតមកទៀតយើងនឹងរៀនតាក់ទងជាមួយនឹង control flow data structure function ឬក៏ module ផ្សេងៗអញ្ចឹងអ្នកទាំងអស់គ្នាប្រកបជាត្រូវតែចេះ basic ទាំងអស់ហ្នឹងសិនហើយទៅអ្នកទាំងអស់គ្នាអាចទៅរៀននៅវគ្គបន្តទៀតបាននេះខ្ញុំឧទាហរណ៍មួយតើតើជាមួយនឹង data structure អញ្ចឹងអ្នកទាំងអស់គ្នាត្រូវស្គាល់ថាអីគេជា list អីគេជា dictionary អីគេជា tuple ហើយអញ្ចឹងអ្នកទាំងអស់គ្នាមុននឹងអ្នកទាំងអស់គ្នាដឹងអាហ្នឹងចេះធ្វើអាហ្នឹងគឺអ្នកទាំងអស់គ្នាត្រូវដឹង basic ថា Python បង្កើត variable មិនអញ្ចឹងអ្នកទាំងអស់គ្នាត្រូវដឹងអាហ្នឹងសិនតើអ្នកទាំងអស់គ្នាអាចទៅមុខបន្តទៀតបានអញ្ចឹងខ្ញុំក៏បញ្ជាក់ផងដែរនៅក្នុងវគ្គសិក្សានេះគឺអ្នកទាំងអស់គ្នាត្រូវអនុវត្តកិច្ចការងារជាប្រចាំថ្ងៃហើយនៅក្នុងហ្នឹងគឺយើងមានការធ្វើជា mini project ហើយនិង final project ហើយចំពោះ project នីមួយៗគឺយើងមានការធ្វើជា team អ្នកទាំងអស់គ្នាចង់អត់ភ័យទេនៅពេលហ្នឹងគឺយើងអាចមានការពិភាក្សាជា team បានហើយនេះគឺចិត្តដល់ថ្ងៃផុតកំណត់នៃការទទួលពាក្យឲ្យអ្នកទាំងអស់គ្នាចង់កុំភ្លេចរុះរាន់មកដាក់ពាក្យទាំងអស់គ្នាណាក៏ប៉ុន្តែត្រូវប្រកាសថាអ្នកទាំងអស់គ្នាមានកុំព្យូទ័រហើយនិងមានអ៊ីនធឺណិតល្អសម្រាប់ការរៀនអនឡាញមួយហ្នឹងអញ្ចឹងយើងរៀនជារៀងរាល់ថ្ងៃច័ន្ទរហូតដល់ថ្ងៃសុក្រវេលាម៉ោង 10-11 យប់កុំភ្លេចរុះរាន់ដាក់ពាក្យទាំងអស់គ្នា